ទេសនិកជនជាទីស្នេហាកម្មវិធីព័ត៌មានរបស់យើងខ្ញុំនារសៀននេះថ្ងៃពុធទី26វិច្ឆិកាឆ្នាំ2025រួមមានដំណឹងជាអាចលើកកម្ពស់គុណភាពសុខាភិបាលនិងអប់រំថ្នាក់ជាតិសាមគ្គីជាតិធ្លុងមួយឈ្មោះមុខរកតំបន់ភៀកកណ្ដាលនិងតែមានរំកម្លាំងដើម្បីវិស័យអប់រំនៅតំបន់ព្រំដែនទេសនិកជនជាទីមេត្រីថ្ងៃទី25វិច្ឆិកាសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សាអំពីគោលការណ៍វិនិយោគក្នុងកម្មវិធីគោលដៅជាតិអំពីការលើកកម្ពស់គុណភាពអប់រំនិងបណ្ដុះបណ្ដាលថែទាំសុខភាពប្រជាសាស្ត្រនិងការអភិវឌ្ឍដំណាក់កាល2026-2035តំណាងទាំងឡាយវិតម្លៃខ្ពស់ចំពោះពីកម្មវិធីគោលដៅជាតិចំពោះវិស័យសុខាភិបាលយោបល់ទាំងឡាយបង្ហាញពីការចាប់អារម្មណ៍ដល់ការអភិវឌ្ឍសុខាភិបាលមូលដ្ឋានសុខាភិបាលបង្ការក៏ដូចជាការត្រៀមបម្រុងអំពីប្រភពធនធានមនុស្សបានបណ្ដាក់ទុនបំពាក់មូលដ្ឋានសម្ភារៈយ៉ាងណាក៏ដោយប៉ុន្តែបើគ្មានធនធានមនុស្សនិងមិនគ្រប់លទ្ធភាពប្រើប្រាស់ក៏នាំឲ្យខ្ជិះខ្ជាយដែរខ្ញុំស្នើឲ្យមានអនុគម្រោងប្រមូលផ្ដុំក្នុងប្រភពធនធានមនុស្សសម្រាប់សុខាភិបាលមូលដ្ឋានសុខាភិបាលបង្ការត្រូវតែវិតម្លៃច្បាស់អំពីយន្តការផ្ដល់ថវិកានិងការបើកផ្ដល់ថវិកាតើមានសម្រាប់សម្រួលដែរឬទេដើម្បីកុំឲ្យមានស្ថានភាពមានថវិកាប៉ុន្តែចំណាយមិនបានឬក៏មានខ្លឹមសារប៉ុន្តែគ្មានថវិកាចំណាយហេតុនេះស្នើរដ្ឋាភិបាលស្រាវជ្រាវជាបន្តក្នុងវិស័យអប់រំទន្ទឹមនឹងការកែលម្អបណ្ដាហេដ្ឋារចនាសម្ព័ន្ធដំណាក់មួយចំនួនស្នើឲ្យលើកកម្ពស់កម្រិតវិជ្ជារបស់កងជួរគ្រូបង្រៀនស្នើឲ្យកម្មវិធីគោលដៅជាតិត្រូវតែដោះស្រាយឲ្យបានស្ថានភាពរដ្ឋប្រណាំងក្នុងការបង្កើតសាកលវិទ្យាល័យដោយនៅក្នុងសេចក្តីសម្រេចរបស់ការិយាល័យនយោបាយនិងសេចក្តីសម្រេចរបស់រដ្ឋសភាគឺកសាងមកវិញនៅស្តង់ដាររបស់សាកលវិទ្យាល័យសម្រេចស្តង់ដារអន្តរជាតិសាកលវិទ្យាល័យណាពិនិត្យឃើញថាមិនគ្រប់ស្តង់ដារនេះត្រូវតែរំសាយដោយខ្លួនឯងក៏នៅក្នុងអង្គពិភាក្សានេះដែរតំណាងមួយចំនួនស្នើថាត្រូវតែកំណត់ច្បាស់ខ្លឹមសារប្រកល់បន្ទុកអនុវត្តនិងសម្របសម្រួលក្នុងការអនុវត្តបណ្ដាកម្មវិធីគោលដៅជាតិស្ថិរភាពយ៉ាងណាក៏ដោយក៏ត្រូវតែប្រជាជនជាអ្នកបានទទួលផលប្រយោជន៍បើចេះតែកំណើនលើកដល់ចុងខែអស់លុយឬឈឺថ្កាត់ជីវភាពមិនបានសប្បាយគឺពុំមែនជាគោលដៅទៀតទេយើងត្រូវតែមានការកំណត់ទិសដៅសង្គមទាំងមូលត្រូវតែធ្វើព្រោះនេះជាគោលដៅរបស់ជាតិរបស់ប្រជាជនទាំងអស់ចុះបើគ្រាន់តែក្រសួងផ្នែកភូមិភាគសុទ្ធតែមានចូលរួមខ្លះតែទីបំផុតនៅតែដូចដើមដដែលគ្មានអ្វីលេចធ្លោគឺពុំមែនជាគោលដៅទេរដ្ឋសភាបានខិតខំពិគ្រោះពិភាក្សាធ្វើឲ្យសុក្រិតប៉ុន្តែទីមទីត្រូវតែដើរទន្ទឹមនឹងសេចក្តីណែនាំចាត់ចែងអនុវត្តប្រគល់ការងារចាស់ស្ដែងដោយតំណាងទាំងឡាយឃើញច្បាស់ការងារបូកសរុបបដិសេចក្តីសម្រេចបដិគម្រោងការមុខការសំខាន់បំផុតគឺស្ថិតត្រង់ការចាត់ចែងអនុវត្តត្រូវតែប្រកល់បន្ទុកអ្នកណាធ្វើពេលណាធ្វើដូចម្ដេចលទ្ធផលដូចម្ដេចប្រកល់ច្បាស់លាស់ដូចនេះដើម្បីយើងធ្វើការពិនិត្យជាប្រចាំខ្ញុំចាត់ទុកថាកម្មវិធីទាំងពីរនេះគឺស្របនឹងជីវភាពជាក់ស្ដែងរបស់ប្រជាជនហើយប្រសិនបើអនុវត្តល្អប្រជាជនដឹងប្រជាជនពិគ្រោះប្រជាជនពិនិត្យប្រជាជនទទួលផលប្រយោជន៍ដូច្នេះទើបច្បាស់លាស់ថ្ងៃទី25វិច្ឆិកាលោកប្រធានរដ្ឋលឿងគឿងបានទទួលជួបលោក Vladislav Valerievich Sapsa អភិបាលខេត្ត Kaluga សហព័ន្ធរុស្ស៊ីដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមលោកប្រធានរដ្ឋលឿងគឿងបញ្ជាក់ថាវៀតណាមចង់ចាំជានិច្ចនៅការជំនួយរបស់សហភាពសូវៀតកាលពីមុននិងសហព័ន្ធរុស្ស៊ីសពថ្ងៃនេះចាត់ទុកថាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Kaluga ជាមួយវៀតណាមជារូបតំណាងដ៏រស់រវើកពីទំនាក់ទំនងប្រពៃណីមិត្តភាពនិងដៃគូយុទ្ធសាស្ត្រគ្រប់វិស័យវៀតណាមរុស្ស៊ីលោកប្រធានរដ្ឋលឿងគឿងចាត់ទុកថាកិច្ចសហប្រតិបត្តិការរវាងភូមិភាគទាំងឡាយគឺជាប្រការសំខាន់ណាស់រួមចំណែកបង្កើនទំនាក់ទំនងយល់ដឹងគ្នានិងត្រូវតែពង្រឹងទូលំទូលាយទម្រង់សហប្រតិបត្តិការនេះលោកប្រធានរដ្ឋស្នើទោសចំពោះគោលគំនិតរបស់សពសាហើយស្នើឲ្យខេត្តកាលូហ្គាបន្តការគប់សំដើម្បីធ្វើឲ្យមានភាពជ្រាលជ្រៅថែមទៀតនៃសមិទ្ធផលសហប្រតិបត្តិការក្នុងការតភ្ជាប់អង្គភាពអាជីវកម្មទាក់ទាញការវិនិយោគទំនាក់ទំនងវប្បធម៌ទេសចរវិទ្យាសាស្ត្របច្ចេកវិទ្យាអប់រំនិងបណ្ដុះបណ្ដាល
អភិបាលខេត្តកាលូហ្គាវាតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់បណ្ដាអង្គភាពអាជីវកម្មរបស់វៀតណាមនៅភូមិភាគនេះពិសេសគឺក្នុងបណ្ដាវិស័យបច្ចេកវិទ្យាខ្ពស់ចិញ្ចឹមគោទឹកដោះឆ្នៃទឹកដោះនិងបណ្ដាផលិតផលឆ្នៃពីទឹកដោះចាត់ទុកនេះជាកត្តាមួយក្នុងការធានាសន្តិសុខស្បៀងរបស់រុស្ស៊ីនិងធ្វើជាស្ពានតភ្ជាប់រវាងប្រជាជនប្រទេសទាំងពីរអភិបាលខេត្តកាលូហ្គាចែករំលែកការបាត់បង់ដែលប្រជាជនបណ្ដាខេត្តភាគកណ្ដាលវៀតណាមកំពុងរងដោយសារភ្លៀងទឹកជំនន់ហើយលោកមានបំណងឲ្យវៀតណាមឆាប់លុបបំបាត់បានឥទ្ធិពលនៃគ្រោះធម្មជាតិនេះពេលថ្មីនេះលោកនាយករដ្ឋមន្ត្រីផាមិនជិនបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសប្តាហ៍មហាសាមគ្គីបណ្ដាជនជាតិបេតិកភណ្ឌវប្បធម៌វៀតណាមឆ្នាំ2025ដោយប្រធានបទសាមគ្គីជាធ្លុងមួយឆ្ពោះមកគ្រោះភៀកកណ្ដាលក្នុងពិធីនេះលោកនាយករដ្ឋមន្ត្រីផាមិនជិននិងតំណាងទាំងឡាយបានចូលរួមបានស្មឹងស្មាត់រំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះដែលត្រូវស្លាប់ក្នុងភ្លៀងទឹកជំនន់នៅតំបន់ភៀកកណ្ដាលនិងតេងវីងថ្លែងការណ៍ក្នុងព្រឹត្តិការណ៍នេះលោកនាយករដ្ឋមន្ត្រីផាមិនជិនចាត់ទុកថាសប្តាហ៍មហាសាមគ្គីបណ្ដាជនជាតិបេតិកភណ្ឌវប្បធម៌វៀតណាមគឺជាឱកាសលើកតម្កើងបណ្ដាតម្លៃវប្បធម៌ប្រពៃណីឯកភាពក្នុង54ជនជាតិជាបងប្អូនលោកនាយករដ្ឋមន្ត្រីសំណូមពរថាពេលខាងមុខត្រូវតែចាត់ទុកការអភិរក្សនិងពង្រីកវប្បធម៌បណ្ដាជនជាតិជាភារកិច្ចប្រចាំយូរអង្វែងនិងជាទំនួលខុសត្រូវនៃទូទាំងប្រព័ន្ធនយោបាយត្រូវតែរួមកម្លាំងគ្នាដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះសាយភាយបាននៅស្មារតីផ្សារភ្ជាប់ផលផុសនៅស្មារតីអភិរក្សពង្រីកតម្លៃវប្បធម៌ជាតិដើម្បីវប្បធម៌បន្តការបំភ្លឺផ្លូវបង្កើនកម្លាំងមហាសាមគ្គីចាជាបន្តនៅទំព័រប្រវត្តិសាស្ត្រត្រចះត្រចង់របស់ប្រជាជាតិក្នុងពេលដែលប្រទេសទាំងមូលកំពុងឆ្ពោះមករកជនរួមជាតិនៅភូមិកណ្ដាលនិងតេងវៀងត្រូវរងការអន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងទឹកជំនន់លោកនាយករដ្ឋមន្ត្រីផាមិនជិនសំណូមពរឲ្យពង្រីកថែមទៀតនៅស្មារតីសាមគ្គីទូទាំងប្រជាជាតិជាពិសេសពេលនេះយើងសាមគ្គីចិត្តមួយថ្លើមមួយឆ្ពោះទៅរកភូមិកណ្ដាលសម្ដែងនៅស្មារតីមហាសាមគ្គីទូទាំងប្រជាជាតិទឹកចិត្តជាសមមិត្តជាក្តីស្រឡាញ់ចំពោះជនជាតិពេលជួបការលំបាកខ្ញុំអំពាវនាវថាយើងរួមកម្លាំងកាយចិត្តរួមសុខរួមទុក្ខចែករំលែកជាមួយប្រជាជនភូមិកណ្ដាលក្នុងពេលជួបលំបាកនេះខ្ញុំជឿថាដោយកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិដោយបង្អែកប្រជាជនបង្កើតប្រវត្តិសាស្ត្រយើងនឹងរួមគ្នាជំនះបានភាពលំបាកនេះក្នុងពិធីនេះបណ្ដាសពហភាពអង្គភាពអាជីវកម្មនិងបុគ្គលជាច្រើនបានប្រគល់ប្រាក់រួមវិភាគទានជំនួយប្រជាជននៅភូមិកណ្ដាលនិងតេងវៀងដែលត្រូវរងអន្តរាយធ្ងន់ធ្ងរដោយសារភ្លៀងទឹកជំនន់ដោយចំនួនប្រាក់សរុបគឺ540,000 លានដុល្លារព្រឹកថ្ងៃទី25វិច្ឆិកានៅខេត្តក្វាំងninhលោកនាយករដ្ឋមន្ត្រីផាមិនជិនអញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងវេទិកាសហប្រតិបត្តិការភូមិភាគវៀតណាមជប៉ុនដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំភូមិភាគជាច្រើននៃប្រទេសទាំងពីរតំណាងទាំងឡាយបានស្មឹងស្មាត់រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារគ្រោះធម្មជាតិព្យុះទឹកជំនន់ក្នុងសារលិខិតផ្ញើដល់វេទិកានាយករដ្ឋមន្ត្រីជប៉ុនលោកស្រីតាកេជីសាណាអេបញ្ជាក់ថាជប៉ុននឹងបន្តការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការកែតម្រង់សម្ដៅសម្រេចល្បឿនកំណើនសេដ្ឋកិច្ចខ្ពស់ជាងទៀតរួមជាមួយគ្នាកសាងអនាគតមួយប្រកបដោយនិរន្តរភាពថ្លែងការណ៍ក្នុងវេទិកានេះលោកនាយករដ្ឋមន្ត្រីផាមិនជិនបានលើកឡើងនៅចំណុចលេចធ្លោ6យ៉ាងបន្ទាប់ពីវៀតណាមជប៉ុនបង្កើនទំនាក់ទំនងឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យទី1ភាគីទាំងពីរបានលើកកម្ពស់និងបង្កើតយន្តការពិភាក្សានិងសហប្រតិបត្តិការថ្មីជាច្រើនក្នុងបណ្ដាវិស័យដែលមានតាំងពីមុនមកទី2គឺការតភ្ជាប់សេដ្ឋកិច្ចបានបើកទូលាយសហប្រតិបត្តិការទៅក្នុងបណ្ដាវិស័យថ្មីដូចជាបរិវត្តកម្ម Digital បន្លាស់ប្ដូរបៃតង Semiconductor ជាដើមទី3សហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងទ្វេភាគីទី4សន្ទុះអំពីសហប្រតិបត្តិការសុទ្ធតែមានកំណើនដោយសកម្មទី5មានភូមិភាគនិងអង្គភាពអាជីវកម្មវៀតណាមកាន់តែច្រើនបញ្ជាក់ការវិនិយោគពង្រីកសកម្មភាពនៅជប៉ុនទី6គឺទំនុកចិត្តនយោបាយកាន់តែខ្ពស់សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចកាន់តែទូលំទូលាយមានប្រសិទ្ធភាពទំនាក់ទំនងប្រជាជនកាន់តែជិតស្និទ្ធប្រជាជនអង្គភាពអាជីវកម្មនិងភូមិភាគប្រទេសទាំងពីរបានទទួលសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលោកនាយករដ្ឋមន្ត្រីផាមិនជិនអះអាងថា
កិច្ចសហប្រតិបត្តិការរវាងភូមិភាគអង្គភាពអាជីវកម្មគឺជាចំណុចពិសេសដ៏ឡែកក្នុងទំនាក់ទំនងវៀតណាមជប៉ុនរួមចំណែកអនុវត្តជាក់ស្ដែងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលោកនាយករដ្ឋមន្ត្រីសង្ឃឹមថាវេទិកានេះគឺជាគំនូកសញ្ញាសំខាន់ជាកម្លាំងទាក់ទាញថ្មីបើកផ្លូវឲ្យដំណើរសហប្រតិបត្តិការពោពេញដោយក្តីសង្ឃឹមរវាងវៀតណាមនិងជប៉ុនរួមចំណែកធ្វើឲ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍថែមទៀតតាមគោលលំនាំស្មោះសរមនោសញ្ចេតនាល្អទំនុកចិត្តជាក់ស្ដែងមានប្រសិទ្ធភាពនិងមានប្រយោជន៍ទាំងសងខាងគោលការណ៍កសាងសាលារៀនអន្តេវាសិកដ្ឋានអន្តរកម្រិតចំនួន248ខ្នងបានរដ្ឋាភិបាលអនុម័តជាគម្រោងសំខាន់ពិសេសចំពោះការអប់រំនៅតំបន់ព្រំដែននៅទីនោះសិស្សានុសិស្សនឹងទទួលបានការអប់រំដោយគុណភាពខ្ពស់ព្រមទាំងទទួលនៅបរិយាកាសអប់រំសមាភិបនិងពេញលេញជាងមុនដើម្បីកសាងសាលារៀនថ្មីឲ្យបានឆាប់រហ័សបណ្ដាខេត្តព្រំដែនបានខិតខំអស់ពីសមត្ថភាពដើម្បីឲ្យសាលារៀនថ្មីអាចបើកឲ្យប្រើប្រាស់នាឆ្នាំសិក្សា2026-2027ដំណាក់កាល2025-2026ខេត្តអាំងយ៉ាងផ្ដើមកសាងសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតចំនួន3ខ្នងនៅឃុំយ៉ាងឋានវិញ្ញានិងឃុំខណ្ឌអាំងដែលមានថវិកាសរុបជាង389,000 លានដុល្លារគណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការនិងប្រគល់ភារកិច្ចឲ្យមន្ទីរអប់រំនិងគណៈគ្រប់គ្រងគម្រោងត្រួតពិនិត្យការអនុវត្តអំពីការងារដឹកនាំខេត្តប្រគល់ភារកិច្ចឲ្យការិយាល័យគ្រប់គ្រងគម្រោងត្រួតពិនិត្យផ្នែកនីមួយៗព្រមទាំងរាយការណ៍ភ្លាមៗនៅរាល់ភាពលំបាកនិងជាប់ជំពាក់ប្រសិនបើមានចំណែកអ្នកមើលការវិញត្រូវតែធានាគុណភាពសំណង់និងសម្រេចល្បឿនធ្វើយ៉ាងណាដល់ខែសីហាឆ្នាំ2026បើកឲ្យដំណើរការឆ្នាំសិក្សាថ្មី2026-2027សាលាអន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យវិញ្ញាផ្ដើមកសាងលើផ្ទៃដី 4.29 ហិកតា មានទឹកប្រាក់វិនិយោគសរុបជាង186,000 លានដុល្លារគណៈកម្មាធិការប្រជាជនឃុំបានពិនិត្យឡើងវិញនៅផែនការប្រើប្រាស់ដីធ្លីព្រមទាំងស្នើសុំយោបល់ពីមន្ទីរសាងសង់ដើម្បីកែសម្រួលផែនការបេងបត់បណ្ដោះអាសន្នដើម្បីបង្កក្របខ័ណ្ឌច្បាប់ងាយស្រួលសម្រាប់ការកសាងសាលារៀនថ្មីបានការឯកភាពពីមន្ទីរសាងសង់គណៈកម្មាធិការប្រជាជនឃុំវិញ្ញាក៏បានអនុម័តលើការកែសម្រួលតាមតំបន់ចំពោះផ្ទៃដីដែលមិនស្របតាមការបេងបត់ហើយបានកែសម្រួលឬរលជាសារវ័នគឺគ្រប់គ្រាន់សម្រាប់ការអនុវត្តគម្រោងសាលារៀននៅតំបន់ព្រំដែនបានផ្ដើមកសាងយ៉ាងឆាប់រហ័សបង្ហាញពីការយកចិត្តទុកដាក់របស់បកនិងរដ្ឋចំពោះកូនចៅនៅតំបន់ព្រំដែនព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់គណៈផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងការគិតអានអប់រំនៅតំបន់ព្រំដែនជួយបន្តបំណងប្រាថ្នាចំណេះដឹងរបស់សិស្សសានុសិស្សនិងរួមចំណែកកសាងទឹកចិត្តប្រជាជនដ៏រឹងមាំនៅតំបន់ព្រំដែននាវា3គ្មានគឺជាពាក្យប្រើសម្រាប់បង្ហាញពីនាវាគ្មានការចុះបញ្ជីគ្មានការត្រួតពិនិត្យនិងគ្មានលិខិតអនុញ្ញាតឲ្យដំណើរការនាវា3គ្មានមានទំនោរនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រអន្តរជាតិបង្កើនហានិភ័យបាត់សន្តិសុខសមុទ្របង្កការខូចខាតសម្រាប់ជលផលជាតិនេះជាបញ្ហាថប់បារម្ភនៅតាមបណ្ដាខេត្តឆ្នេរសមុទ្រទូទាំងប្រទេសពិសេសគឺនៅតំបន់សមុទ្រតៃណាមនាវានេះជាកម្មសិទ្ធិរបស់នេសាទករត្រឹងឋានទូនៅភូមិយើងដំតំបន់ពិសេសភូវឹកជាង1ឆ្នាំមុនលោកទិញនាវានេះពីនេសាទករម្នាក់ទៀតហើយចុះជុលជាង300 លានដុល្លារប៉ុន្តែក្រោយពេលចុះជុលលោកមិនអាចបង្ហាញឯកសារចុះបញ្ជីនាវាពីម្ចាស់មុនក៏ដូចជាឯកសារចុះឈ្មោះត្រួតពិនិត្យពេលបច្ចុប្បន្នដែរប៉ុស្តិ៍ព្រំដែនច្រកចេញចូលកំពង់ផែយើងដំបានចាត់នាវារបស់លោកជានាវា3គ្មានព្រមទាំងហាមឃាត់ដាច់ខាតមិនឲ្យនាវាចេញពីកំពង់ផែបាទពួកគាត់ថានាវាខ្ញុំមិនអាចចេញទៅនេសាទទី2មិនអាចដំណើរការនៅសមុទ្របានទេព្រោះមិនគ្រប់ឯកសារពួកគាត់មិនអនុញ្ញាតឲ្យយើងទៅទេចំពោះក្រុមនាវា3គ្មាននៅមណ្ឌលគ្រប់គ្រងក្រុមនាវាទាំងនេះមិនគ្រប់លក្ខណៈហើយចាត់ភារកិច្ចជាក់លាក់ទៅបុគ្គលសមូហភាពនិងស្ថាប័ននីមួយៗដែលអាចគ្រប់គ្រងនិងតាមដានមធ្យោបាយឲ្យបានដិតដល់គិតមកដល់ពេលនេះមណ្ឌលព្រំដែនច្រកចេញចូលកំពង់ផែយើងដំគ្រប់គ្រងនាវា3គ្មានចំនួន5គ្រឿងនិងមធ្យោបាយមិនគ្រប់លក្ខណៈនេសាទ25គ្រឿង
មានរាប់សិបគ្រឿងប៉ុន្តែបងប្អូនក៏ចតច្រើនដែរគ្មាននរណាហ៊ានចេញទៅទេនិយាយរួមបងប្អូនការពារព្រំដែនបានផ្សព្វផ្សាយរួចហើយពួកគាត់មិនអនុញ្ញាតឲ្យចេញនេសាទហើយបងប្អូនក៏ចតច្រើនដូចខ្ញុំដែរខ្ញុំរកការងារលើគោកធ្វើបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃព្រោះចេញទៅសមុទ្រមិនបានទេយុទ្ធនាការបង្ក្រាបនាវា3គ្មាននៅទូទាំងប្រទេសបាននឹងកំពុងបានអនុវត្តយ៉ាងម៉ត់ចត់ព្រមទាំងដាក់គ្រឹះរឹងមាំសម្រាប់អនាគតនៃរបបនេសាទវៀតណាមដោយជំនឿយ៉ាងមុតមាំទៅអនាគតបានបៃតងសម្រាប់ជលផលវៀតណាមដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ AUU ប្រកបដោយប្រសិទ្ធភាពការគួបផ្សំរវាងកងកម្លាំងត្រួតពិនិត្យការនេសាទកងកម្លាំងការពារព្រំដែននិងប៉ូលីសសមុទ្រគឺជាសសរស្តម្ភនៃការគ្រប់គ្រងកប៉ាល់នេសាទនេះជាយន្តការសហការបានមេឃឹមទាំងអល់ការហើយ21ខេត្តក្រុងមាត់សមុទ្របានអនុវត្តយ៉ាងម៉ឺងម៉ាត់ជាពិសេសគឺក្នុងពេលត្រៀមទទួលគណៈកម្មាធិការអឺរ៉ុបASEANការផ្សព្វផ្សាយបានកងកម្លាំងការពារព្រំដែនអនុវត្តជាប្រចាំដើម្បីលើកកម្ពស់ការភ្ញាក់រលឹករបស់នេសាទករអំពី OU ព្រមជាមួយនោះនេះក៏ជាកងកម្លាំងត្រួតពិនិត្យមិនអនុញ្ញាតឲ្យចេញដំណើរចំពោះកប៉ាល់មិនគ្រប់លក្ខណៈផងដែរចំពោះក្រុមកប៉ាល់ដែលគ្មានឯកសារ3យ៉ាងនៅមណ្ឌលគ្រប់គ្រងនេះគឺក្រុមកប៉ាល់នេះក៏បានអនុវត្តដោយក្រុមកប៉ាល់ដែលមិនគ្រប់លក្ខណៈដែរហើយបានចាត់ជាក់លាក់ទៅឲ្យបុគ្គលក្រុមនិងសមត្ថភាពនីមួយៗដើម្បីស្ថាប័នអាចគ្រប់គ្រងនិងតាមដានដិតដល់នៅមធ្យោបាយទាំងនេះដើម្បីបង្ក្រាបនិងបញ្ចប់ការបំពាន AUU ប៉ូលីសសមុទ្រវៀតណាមឲ្យដឹងថាកប៉ាល់ប៉ូលីសសមុទ្រទាំងអស់កំពុងប្រចាំការនៅចំណុចក្តៅធានាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតំបន់សមុទ្រតៃណាំបូបច្ចុប្បន្នយើងខ្ញុំកំពុងប្រើប្រាស់កប៉ាល់សរុប23គ្រឿងនិងទូក1គ្រឿងសម្រាប់យាមល្បាតនិងត្រួតពិនិត្យតំបន់សមុទ្រក្នុងនោះកប៉ាល់14គ្រឿងកំពុងបំពេញភារកិច្ចតាមល្បាតត្រួតពិនិត្យតំបន់សមុទ្រវៀតណាមជាប់ព្រំដែនម៉ាឡេស៊ីនិងថៃកងកម្លាំងពាក់ព័ន្ធកងកម្លាំងច្បាប់កងកម្លាំងបង្ការប្រឆាំងបទល្មើសក៏បន្តដំណើរតាមកប៉ាល់ដោយកងកម្លាំងបច្ចុប្បន្នគឺកម្មាភិបាលយុទ្ធជនប្រមាណ300នាក់បច្ចុប្បន្នប៉ូលីសសមុទ្រតំបន់4បាននឹងកំពុងយាមល្បាតរកឃើញនិងវិនិច្ឆ័យបទបំពានកប៉ាល់នេសាទពិសេសគឺកប៉ាល់គ្មាន3យ៉ាងនិងកប៉ាល់នេសាទចេតនាបំពានពេលនេសាទក្នុងតំបន់សមុទ្របរទេសរួមជាមួយនោះកងកម្លាំងត្រួតពិនិត្យការនេសាទក៏គប់សំស្អិតល្មួតជាមួយអង្គភាពប៉ូលីសសមុទ្រនិងកងនាវាការពារព្រំដែនរៀបចំយាមល្បាតត្រួតពិនិត្យទប់ស្កាត់ការនេសាទខុសច្បាប់ AUU តំបន់សមុទ្រធំទូលាយនាវាកប៉ាល់ដែលដំណើរការក៏ច្រើនដែរប៉ុន្តែយើងខ្ញុំបានជំនះការលំបាកសមាមិត្តម្នាក់អាចធ្វើការងារច្រើនជាពិសេសយើងខ្ញុំបានរៀបចំទូក1គ្រឿងតែមាន2ក្រុមដើម្បីយើងខ្ញុំអាចដំណើរការផ្ទឹមគ្នាក្រុមមួយផាកពិន័យក្រុមមួយទៀតត្រួតពិនិត្យជាបន្តកិច្ចបង្ការទប់ស្កាត់ AUU នៅទូទាំងប្រទេសគឺមិនមែនគ្រាន់តែជាយុទ្ធនាការត្រៀមទទួលគណៈកម្មាធិការអឺរ៉ុបASEANប៉ុណ្ណោះទេថែមទាំងជាការផ្លាស់ប្ដូរប្រព័ន្ធទៀតផងកម្លាំងរបស់កងកម្លាំងការពារព្រំដែនប៉ូលីសសមុទ្រនិងរដ្ឋអំណាចភូមិភាគបានរួបរวมបង្កជាសម្ព័ន្ធភាពដ៏រឹងមាំដោយមានគោលដៅច្បាស់លាស់ដើម្បីរបបនេសាទជាភាពកម្មវិធីព័ត៌មានរបស់យើងខ្ញុំនៅពេលនេះចាប់តែត្រឹមនេះសូមថ្លែងអំណរគុណទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលបានយកចិត្តទុកដាក់តាមដាន